បងប្អូននេះគឺជាតិចនិចក្នុងការដាំត្រកួននៅលើទឹកប្រើរយៈពេលត្រឹមតែ25ថ្ងៃគឺនឹងទទួលបានទិន្នផលអញ្ចឹងដំបូងគឺយើងរៀបចំគ្រាប់ដើម្បីធ្វើការត្រាំនៅក្នុងទឹកដើម្បីឲ្យវាមានការដុះឫសជាមុនសិនបាទអញ្ចឹងគឺយើងត្រាំនៅក្នុងទឹករយៈពេល1ថ្ងៃដូចនៅក្នុងរូបវានឹងចាប់ផ្ដើមហែកប្លុកចេញមកហើយបន្ទាប់មកគឺយើងរៀបចំជាមួយនឹងកញ្ច្រែងមួយមកបាទកញ្ច្រែង3ដើម្បីយើងធ្វើការដាក់ជាមួយនឹងគ្រាប់ពូជរបស់យើងការទ្រាប់គឺយើងទ្រាប់ជាមួយនឹងกระดาษជូតមាត់នៅពីក្រោមហើយយើងដាក់ដីបាទដីដែលមានជីវជាតិតិចមកហើយយើងរោយគ្រាប់ពូជរបស់យើងនៅពីលើហ្នឹងបាទបន្ទាប់មកគឺយើងរោយដីបន្ទាប់មកគឺយើងធ្វើការដាក់ទឹកនៅក្នុងចានកឋិនបាទដែលចានកឋិនជ័រហ្នឹងហើយយើងចាក់ទឹកចូលឲ្យសមល្មមនៅពេលដែលលិចកញ្ច្រែងរបស់យើងហ្នឹងបាទអញ្ចឹងរយៈពេលតែ 3-4 ថ្ងៃបាទពុកម៉ែបងប្អូននឹងឃើញមានការវិវត្តរបស់តកូនរបស់យើងគឺដុះចេញបន្ទាប់មកគឺយើងអាចធ្វើការយកទៅហាលថ្ងៃដើម្បីឲ្យវាស្រូបពន្លឺព្រះអាទិត្យដើម្បីធ្វើរស្មីសំយោគបន្ទាប់ពីរយៈពេល7ថ្ងៃគឺត្រកូនរបស់យើងគឺដុះប្រហែលជា2ថ្នាំងដៃអញ្ចឹងវាចាប់ផ្ដើមចាក់ឫសច្រើនមែនទែនបន្ទាប់វាចាក់ឫសច្រើនគឺយើងត្រូវការដាក់ជីកំប៉ុស្តទឹកបាទដាក់ជីកំប៉ុស្តទឹកហើយគឺយើងធ្វើការថែមជាមួយនឹងទឹកនៅក្នុងហ្នឹងដើម្បីឲ្យវាលិចតកូនច្រើនជាងមុនហើយយើងឧស្សាហ៍ក្នុងការថែមទឹកអញ្ចឹងរយៈពេល25ថ្ងៃគឺត្រកួនរបស់យើងគឺយើងអាចធ្វើការកាត់ប្រមូលផលបានហើយដូចនៅក្នុងវីដេអូគឺងាយស្រួលមែនតើពុកម៉ែបងប្អូននៅរាជធានីភ្នំពេញក៏គាត់អាចធ្វើការសាក់ដាំបានដែរបាទនៅក្នុងក្រុងណានៅលើដំបូលផ្ទះឬក៏អីអញ្ចឹងទៅបន្ទាប់ពីយើងធ្វើការច្រូតកាត់ប្រមូលផលរួចហើយគឺកុំទាន់អាលយកវាយកទៅណាគឺយើងទុកវានៅតែស្រោចទឹកគឺធ្វើឲ្យតកូនរបស់យើងនៅតែដុះឡើងហើយយើងនៅតែប្រមូលផលពីវាបានរហូតបាទវីដេអូរបស់ខ្ញុំគឺចែកជូនមានតែប៉ុណ្្នឹងទេអាចធ្វើការសាកល្បងបានអរគុណ